ទីក្រុងសេប៊ុនត្រូវបានច្បូកច្បល់ជាខ្លាំងដោយសារការប្រហារពួកមន្តអាគមក្មេងព្រោះពួកអង្គរៈសាសនដែលបានខ្លាចជាបិសាចហើយបានសម្លាប់មនុស្សពួកព្រះវិហារក៏បានលលែងប្រជាជនហើយប្រាប់ថាបិសាចនោះបានស្លាប់ហើយឲ្យប្រជាជនត្រឡប់ទៅផ្ទះវិញបានហើយមិនដឹងថារឿងដែលបានកើតឡើងនឹងប៉ះពាល់ដល់សេប៊ុនខ្លាំងប៉ុណ្ណេះប៉ុន្តែថាតែមនុស្សលោកយើងក៏តែងតែត្រៀមខ្លួននឹងទប់ទល់នឹងគ្រោះមហន្តរាយផ្សេងស្រាប់តែហើយបានលើមកថាកងអង្គរៈសាសនបានស្លាប់ទៅពីនេះហើយក្រៅពីនោះក៏បានរត់គេចអស់ហើយផែនការរបស់នាងគឺជាអ្វីរ៉េនូរីផែនការក៏មានប៉ុន្តែថាបើមានអ្នកណាម្នាក់មកជួយវាក៏គង់នឹងល្អអ្វីនេះស្មានថានឹងលែងបានជួបគ្នាទៀតហើយទីទីស្មានមិនដល់លែងបើជាបានមកជួបគ្នាលឿនអ្វីដល់អ្នកនេះជួបហើយជំនួយការរបស់ខ្ញុំនេះអ្វីនឹងនេះទោះបីជាធ្លាប់ធ្វើការជាមួយគ្នាក្នុងរយៈពេលខ្លីក៏ដោយតែមកធ្វើហិង្សាបែបនេះដាក់គ្នាវាមិនលើសខ្លាំងពេកទៅអីហ៎ក៏នេះនឹងហើយមកធ្វើអ្វីលឹបលនៅក្បែរនេះខ្ញុំទៅវិញទេដែលត្រូវសួរថាពួកអ្នកមកធ្វើអ្វីនៅទីនេះក្រៅពីពួកអ្នកបានចាក់ចេញទៅពួកព្រះវិហារក៏នៅពីពេញក្រានឌីទាំងអស់ហើយធ្វើការរស់ស៊ីលំបាកចង់ស្លាប់ទៅហើយណានេះគេថាខ្ញុំមិនមានអ្នកណាជួទៅតាមអ្នកទាំងពីរមកដល់ទីនេះឬយ៉ាងម៉េចខំគិតថានៅស្ងៀមស្ងៀមមួយជាមិនត្រឹមតែមកជួបនឹងបិសាចប៉ុន្តែក៏ត្រូវបាទពួកព្រះវិហារចាប់ឃុំទៀតក៏ល្អហើយបាននេះថាមិនមានការងារធ្វើនេះចៃដន្យត្រូវការឲ្យជួយតាមរកមនុស្សម្នាក់នេះហើយដល់ខ្ញុំត្រូវធ្វើខ្ញុំទៅតាមរកអ្នកណាទៅបានលើកមកខ្វីតបិសាចលេងកោមកប្រាក់ដូចអ្នកណានេះអ្នកណាដឹងឆ្លើយប្រាប់ផងណានៅក្នុងខមមិនទៀតចិនវ៉ាឌីមែនខាឌីនឹមនៃព្រះវិហារបើជាម្នាក់នោះនៅពេលនេះគេក៏គង់នៅក្រានឌីហើយណាក៏ព្រោះកាលពី2 ខែមុនខ្ញុំបានរត់គេញពីម្នាក់នោះមកទីនេះនឹងណា2 ខែមុនពេលត្រឹមនឹងពេលដែលខ្ញុំឡាយសារនៅក្រានឌីលើកចុងក្រោយនេះក៏ប្រាប់នេះថានេះតាំងខ្ញុំមកវិញវ៉ាកាលមាន100 ឆ្នាំមុននេះណារបស់មានតម្លៃបំផុតហើយនៅនេះតែនៅនឹងពីតម្លៃរបស់វាដែរអត់ទទួលប្រាក់ឈ្នួលរួចហើយក៏ប្រញាប់ទៅក្រានឌីទីតើបានលឿនបំផាន់ប្រាប់ពីរឿងដែលបានកើតឡើងនៅសេប៊ុនឲ្យគេដឹងហើយក៏ប្រាប់គេទៅផងថាខ្ញុំចង់ជួបគេមួយសប្តាហ៍ទៀតឲ្យទៅជួបគ្នានៅស្ថានទីកាប់ឈើរបស់សេប៊ុនឲ្យគេមកតែម្នាក់ឯងហើយមិនអ្នកណាតាមមកជាដាច់ខាតហើយប្រាប់គេទៅផងថានេះគឺជាឱកាសចុងក្រោយដែលបាននិយាយជាមួយនឹង Helly Maron នៅពេលម្ខាងទៀតចាំវ៉ាឌីម៉ានកំពុងតែអ្នកដល់ហេតុការណ៍ដែលបានជួប Helly លើកចុងក្រោយនៅពេលដែលនាងសម្រាប់ស្ដេចហូនរួចនាងក៏បានមកដល់ផ្ទះរបស់គេនាងបាននិយាយថាឲ្យនាងសុំស្នាក់នៅបន្តិចសិនចាំឲ្យម៉ាណារបស់នាងត្រឡប់មកវិញនាងនឹងចាក់ចេញឲ្យឆ្ងាយសុំនៅទីនេះតែ2 3ថ្ងៃក៏គ្រប់គ្រាន់នៅពេលនោះចឹងក៏បាននិយាយឡើងមកថាតែដៃគូរបស់នាងបាត់ទៅនេះហើយគូស្នេហ៍ប៉ັດប្រកបរបស់នាងបាត់ក្បាលទៅនេះហើយទៅសូមឲ្យពួកវាជួយវាមិនត្រូវជាងទេរីHelly ក៏និយាយថាជាផ្លៃខ្ញុំមកទីនេះមិនមែនមកស្ដាប់នាងល្អនោះឡើយចឹងក៏និយាយថា Helly រត់គេជារឿយបែបនេះវាល្អហើយរីចាំតើខ្ញុំប្រកាសដល់ខ្លួននាងគ្រាន់តែឈរនៅមុខតឡាគេហើយទទួលយកតែប៉ុណ្ណេះថាអ្នកវេទមន្ត Helly ក៏គ្រាន់តែត្រូវស៊ីរីវ៉ាឌីឆានបោកប្រាតែប៉ុណ្ណេះការលបប្រហារមហាសាននៃហ៊ុនក៏មិនមែនជាថ្មីដែររបស់នាងទេទាំងអស់នោះគឺជាថ្មីដែររបស់ Michelin និងម្ដាយរបស់វាតែប៉ុណ្ណេះស្ងាត់បានហើយវាគឺជារឿងរបស់ខ្ញុំអាចចាត់ការខ្លួនឯងបានធ្វើបែបនេះហើយនាងគិតថាពួកវានឹងចូលជារីតែនាងគិតថាពួកវានឹងគិតសងគុណនាងអញ្ចឹងរីខ្ញុំអត់បានធ្វើដើម្បីសង្ឃឹមអ្វីបែបនោះបើកាប៉ិនត្រូវបានមកបង្ហាញខ្ញុំមិនសេះសល់អ្វីទេយ៉ាងតែណាក៏ឲ្យខ្ញុំបានពេញចិត្តដែលបានលែងបងដើម្បីពួកគេទៅនេះខ្ញុំមិនចង់ខ្លាចជាសម្រាមដែលត្រូវបានប្រាស់ឲ្យបោះជើងតែដែលដឹងថាខ្លួនឯងត្រូវចាប់ពីក្រោយខ្នងហើយទៅរបស់បងចៅប៉ុន្តែ Helly ក៏នៅតែមិនព្រមទទួលការពិនចឹងក៏បាននិយាយឡើងមកថាសូមមេត្តាទៅចុះ Helly បើនៅតែជាបែបនេះអ្នកស្លាប់បាននេះ
bạn nên tôi rây kêu anh tarai từng á nằm bay phụ với hai choខ្ញុំđã trầm mâyនឹងធ្វើយ៉ាងនេះគេក៏បានគិតក្នុងចិត្តថាហើយលេក៏តែងតែចិត្តតន់រហូតឲ្យតែបានឃើញទឹកភ្នែករបស់គេក៏បានសម្រក់ទឹកភ្នែកដើម្បីតាក់ទាញចិត្តរបស់ Haley ឲ្យត្រឡប់មករកគេហើយក៏និយាយថាបាននេះស្លាប់ទៅតែខ្ញុំរស់នៅបានណាទេខ្ញុំនឹងរស់នៅបានណាក៏តាមតែវាអញ្ចឹងរីក្នុងចិត្តរបស់គេក៏គិតដូចដែរថា Haley ប្រកាសជានឹងអោបគេជាមិនខានពេលប្រកាសជាដេករត់នឹងប៉ុន្តែនៅលើកនេះគួយស្ដីដែល Haley បានគេដៃគេចេញប្រងស្លាប់វិញវានៅល្អជាងខ្ញុំមិនបានសុំឲ្យនេះយកជិនហើយក៏មិនបានសុំឲ្យនេះជួយនោះលេងក៏គ្រាន់តែសុំកន្លែងស្នាក់នៅពី3ថ្ងៃ Haley នាងចិត្តអាក្រក់បោះបង់ខ្ញុំចោលរហូតដល់ទីបំផុតនេះណានឹងចេញទៅឲ្យគេតាមសម្លាប់ឬក៏ឡើងតុលាការក៏ជារឿងរបស់នេះអើចិននេះធ្វើបាននេះមិនបានឡើយនេះគឺជាគ្រួសាររបស់ខ្ញុំនេះគ្រួសារទេមិនមែនអ្វីសូម្បីបន្តិចឡើយនាងក៏ដឹងថាខ្ញុំស្រឡាញ់នាង Haley សូម្បីតែពេលដែលនាងប្រថាស្រឡាញ់ Syria Vedichon ឬក៏ឲ្យពាក្យសម្បត្តិទៅដល់មីក្លានហូនខ្ញុំក៏នៅតែស្រឡាញ់នាងពួកយើងធ្លាប់សន្យាថានឹងមិនក្បត់គ្នាមិនថាជាមានរឿងអ្វីកើតឡើងក៏ដោយប៉ុន្តែនាងបែរជាបោះបង់ខ្ញុំទៅនៅក្នុងដើមទ្រូងរបស់មនុស្សប្រុសផ្សេងហើយនៅពេលនេះនាងក៏កំពុងនឹងស្លាប់ក៏ព្រោះពួកវានៅតែក្បត់មុនគឺជានាងទៅវិញទេកុំមកធ្វើបែបនេះនេះតែម្នាក់គន់ដែលខ្ញុំអាចពឹងផ្អែកបាននេះព្រោះពួកយើងតែងតែគិតថាអ្នកម្ខាងទៀតគឺជាខ្លួនរបស់យើងពួកយើងកាលពីអតីតក៏អាស្រ័យពឹងផ្អែកគ្នានិងជួយគ្នាទៅវិញទៅមកគ្រប់ពេលនៅពេលនេះនៅមិនមានទៀតឡើយកុំមកទីនេះទៀតតែរកមនុស្សប្រុសដែលនាងស្រឡាញ់ហើយពឹងផ្អែកទៅលើគេទៅលបាយឪពុកម្ដាយកូននៅពេលនេះបានបញ្ចប់ហើយ Haley លេហើយនៅពេលម្ខាងទៀត Haley ព្រោះខ្ញុំបានអានក្រុងរឿងនេះតែដឹងថានៅថ្ងៃនោះឲ្យចិនឈឺចិត្តប៉ុណ្នេះហើយក៏ដឹងថាស្នេហារបស់គេវាទាំងជាប់ស្អិនហើយអាត្មានិយមដល់ថ្នាក់នេះតែ Haley បែរជាមិនធ្លាប់ដឹងដល់ភាពងប់ងល់នោះរហូតដល់ទីបំផុតព្រោះនៅក្នុងចិត្តរបស់ Haley ឲ្យចិនគ្រាន់តែជាកូនឆ្កែតូចមួយដែលត្រូវមើលថែរហូតកូនឆ្កែខ្លួនតូចមិនចាំបាច់ទទួលខុសត្រូវអ្វីព្រោះដូចនោះក៏មិនអាចធ្វើអ្វីខុសមែនព្រោះគ្រប់យ៉ាងក៏សុទ្ធតែជាកំហុសរបស់ម្ចាស់ប៉ុន្តែគួរឲ្យស្ដីដែលខ្ញុំមិនបានគិតបែបនេះព្រោះកូនឆ្កែខ្លួនតូចរបស់នាងធំឡើងខ្លាចជាបរិបពេញលក្ខណៈហើយវាក៏ដល់ពេលវេលាដែលត្រូវតបស្នងសងគុណដែលបានចិញ្ចឹមមកហើយនេះមើលទៅដូចជាផ្លេចលក្ខខណ្ឌហើយនេះអញ្ចឹងខ្ញុំនឹងនិយាយម្ដងទៀតឲ្យចាំបែបឌីមែនខ្ញុំប្រាប់ឲ្យនោះអីនេះថាបើចង់និយាយជាមួយខ្ញុំក៏ត្រូវតែមកតែម្នាក់ឯងក៏មានន័យថាឲ្យចាស់លោកឪពុកដែលតាមបម្រើហើយឡើងមកតែម្នាក់ឯងនោះអីនេះចាំតាមបម្រើហ៎លោកឪពុកទេអេខ្ញុំលោកអីណាសាប់ប្រាឡែងកោហ៎អ្វីនេះនេះអញ្ចឹងរីខ្ញុំត្រូវបានខាឌីណាមចាំមកធ្វើជាដំណើរខ្មាំងជួយខ្ញុំផងណាបាទឡត់មកខ្វិតវិសាចអេធ្វើได้ខ្លាំងខ្លាំងណាស់ហើយណាឡែងកោត្រូវខាឌីណាមដែលមានកម្លាំងបើកតែកំពីចាប់បាននេះវាមិនមែនបែបនោះឡើយខ្ញុំបានត្រៀមមនុស្សឲ្យស្ទាក់ចាប់មុនហើយព្រោះអ្នកប្រមាញ់សត្វខុសច្បាប់ម្នាក់នោះត្រូវបានលុបសម្លាប់ស្លាប់នៅក្នុងគុកទៅខ្ញុំគិតថានៅពីក្រោយក្នុងរឿងនេះគឺនាងប្រកបនេះ Haley ខ្ញុំនឹកនាងណា Haley